tên ទឹមតាជាពីផ្ដាសាយលៀងពងកបងប្អូនក៏នឹកឃើញថាចង់ញ៉ាំសម្លមានបន្លែគ្រប់មុខអីចឹងក៏សម្រាប់ចិត្តថាស្លប្រហើរអីចឹងបងប្អូននិយាយពីថាអូឆ្ងាញ់មែនតើថ្ងៃនេះហើយព្រឹកមិញក៏ទិញត្រីផ្ទក់គេបានមួយចានិយាយពីថាល្អមែនតើផ្ទក់ស្រែបងប្អូនចាមានពងផងនិយាយពីថាថតលងទៅលុកហ្មងបងប្អូនហើយនាងខ្ញុំទិញយកមកយើងយកមកលាងអំបិលលាងអីចឹងឲ្យស្អាតទៅណាបងប្អូនចាត្រឡប់នេះខ្ញុំទិញពីផ្សារគឺឲ្យគេធ្វើឲ្យហើយខ្ញុំមានបន្លែប្រហែលមុខនេះឯងបងប្អូនចាហើយតែនឹកឃើញថាស្លបហាវនោះព្រោះព្រឹកមិញជូនកូនទៅសាលាទៅក៏ឃើញយាយគាត់លក់ធួយល្ពៅធួយស្អំអីនៅមុខសាលាក៏ជួយទិញគាត់ទៅណាបងប្អូនហើយយើងក៏យកមកស្លបហាវអីចឹងទៅហើយបន្លែវិញគឺនាងខ្ញុំមានដំណងមួយខ្ញុំមានកូនតពាំងមួយហើយមានល្ពៅបន្តិចទៅមានផ្សិតបន្តិចទៅចាហើយយើងចិនចាឯងបងប្អូនចាផ្សិតនោះចំនួន1ខាំបងប្អូនខ្ញុំដាក់លាយចូលដែរតពាំងមួយតូចដែរចាក៏យើងចិត្តលាយសាប់វាជាមួយទៅណាបងប្អូនចានិយាយពីថាអូឆ្ងាញ់មែនតើស្លប្រហើរថ្ងៃនេះគឺថាបានបន្លែសពមុខអីអញ្ចឹងបងប្អូនចាហើយចំណែកតពាំងវិញគឺយើងបកវាអញ្ចឹងទៅហើយណនងអីក៏ខ្ញុំចិត្តអញ្ចេះទៅណាបងប្អូនចាហើយនឹងល្ពៅរបស់យើងចាគឺល្ពៅរៀងខ្ចីដែរចាយើងកាត់វាអញ្ចេះត្មងទៅចាហើយបន្ទាប់ពីផ្ដាសាយបាត់មុខនាងខ្ញុំមួយថ្ងៃហ្នឹងបងប្អូនសុខសប្បាយដែរអត់ចានិយាយពីថាអូម្ដងក្តៅម្ដងត្រជាក់ម្ដងភ្លៀងធ្វើឲ្យតានាងខ្ញុំឈឺកផ្ដាសាយតែរហូតនេះឯងហើយប្រហែលថ្ងៃមុនហ្នឹងក៏មានបុណ្យមានអីជាប់ផ្ទះអីចឹងទៅយើងទៅជួយបុណ្យជួយអីគេផងចុះក៏មិនបានចេញវីដេអូធ្វើម្ហូបឲ្យពុកម៉ែបងប្អូនទស្សនាអីចឹងបងប្អូនហើយនិយាយពីថាទួយល្ពៅនេះគឺល្អមែនតែនចាហើយមាំតបានមកស្លនេះបងប្អូនចាគឺធ្វើការងារផ្ទះអីចឹងទៅនិយាយពីថាបន្លែឡើងសព្រៀងធំទៅបាត់ហើយបងប្អូនយ៉ាកាពីទិញមកថ្មីនិយាយពីថាល្អមែនតែនទួយល្ពៅនេះក៏នឹកឃើញថាមានតែស្លប្រហើរស្លអីចឹងហើយខ្ញុំដាក់ស្ងោរថៃមកកណាត់ក៏ឆ្អិនទៅក៏ស្រង់ចេញទៅហើយទឹកស្ងោរនឹងយើងយកតពាំងមកងាស់មុនអីចឹងបងប្អូនចាតពាំងនេះវាមិនហាងហើយក៏វាមិនល្មោះអីដែរបងប្អូនតពាំងផ្អែមតែខ្ញុំមកងាស់វាមុនចឹងទៅឲ្យវាតពាំងវាទន់អីចឹងហើយខ្ញុំមកបកទួយល្ពៅទួយអីទៀតអីចឹងបងប្អូនចាពេលកំពុងតែបញ្ចូលសលេងនោះបងប្អូនចាកនេះខ្ញុំនឹងគឺមិនទាន់ជាស្រួលបួលអីបងប្អូនអើយនៅរៀងស្ខាយកាហាយបងក៏ហើយក៏នឹកឃើញថាស្លប្រហើរហត់ទៅហែងលោមានកម្លាំងស្រស់ស្រាយអីមកវិញអីចឹងបងប្អូនចាហើយឃើញតានាងខ្ញុំបេះនឹងនិយាយពីថាអូយញាប់ដៃញាប់ជើងណាបងប្អូនបន្លែវាជីបចប់ហើយនេះបន្លែដែលនាងខ្ញុំចាត់លាងហើយត្រីយើងហាន់ដាក់អញ្ចឹងខ្លះទៅហើយមកកណាត់ទៀតក៏នេះខ្ញុំយកមកស្ងោរយកមកអីហើយយើងបុកជាមួយគ្រឿងអីអញ្ចឹងបងប្អូនចាហើយនាងខ្ញុំបកកុំឲ្យមានឆ្អឹងនិយាយពីថាអូយអារឿងត្រីស្ងោរត្រីអាំងអីអញ្ចឹងចាគឺនាងខ្ញុំបកសម្រិតសម្រាញបេះឆ្អឹងបេះអីចេញបងប្អូនព្រោះនាងខ្ញុំខ្លាចមែនតើអារឿងស្លាក់ឆ្អឹងត្រីអីអញ្ចឹងបងប្អូនហើយយើងបកបេះឆ្អឹងវាឲ្យស្អាតទៅចាំយើងយកទៅបុកជាមួយនឹងគ្រឿងបងប្អូនចាហើយនេះគឺចង់ស្លប្រហើរបុកគ្រឿងត្រីចាឯងបងប្អូនចានិយាយពីថាអូឈ្ងុយមែនតើយើងបុកជាមួយនឹងគ្រឿងអីអញ្ចឹងបងប្អូនចាហើយដឹងថាស្លអីធ្វើម្ហូបអីបងប្អូនទៅពីជាពីផ្ដាសាយក៏នឹកឃើញថាមានតែសម្លប្រហើរស្លអីអញ្ចឹងទៅបងប្អូនចាហើយថ្ងៃនេះគឺថាចោលប្រហុកបានទេគឺពឹងគ្រាន់ថាយើងដាក់តិចតួចអីអញ្ចឹងបងប្អូនចាហើយបន្ទាប់ពីបន្លែបន្ទាប់ពីតពាំងខ្ញុំតុនអីចឹងខ្ញុំដាក់ប្រហុកជ្រុំអីហើយក៏ដាក់សាច់ត្រីដាក់អីយើងចូលទៅណាបងប្អូនហើយដាក់គ្រឿងក្រៅទៅចាស្លប្រហើរនេះខ្ញុំគឺខ្ញុំស្លបែបនេះឯងបងប្អូនចាជិបចប់ចាឯងនិយាយពីថាអូយនិយាយពីរឿងបន្លែប្លុកវិញចុះពេញទៅនេះឯងបងប្អូនត្មមតែបានដាក់ស្លអីចឹងហើយបន្ទាប់មកក៏ខ្ញុំដាក់ល្ពៅចូលទៅមុនគេអីព្រោះថាល្ពៅវាបន្លែរឹងអីចឹងគឺយើងបង់ចូលទៅមុនទៅណាបងប្អូនហើយខ្ញុំគៀបពពុះគៀអីចេញទៅដើម្បីឲ្យទឹកស្លយើងវាថ្លាកុំឲ្យឆ្អាបអីចឹងបងប្អូនហើយបន្ទាប់មកក៏ខ្ញុំដាក់ដៃល្ពៅដាក់អីចឹងទៅហើយជាចុងក្រោយគឺយើងដាក់គ្រឿងអីទៅណាបងប្អូនចានិយាយពីថាអូយឈ្ងុយស្លឹកគ្រៃឈ្ងុយនឹងខ្ជាយចានិយាយពីថាអូឈ្ងុយឯពេញនេះឯងបងប្អូនហើយបន្ទាប់មកបាននឹងខ្ញុំដាក់ស្លឹកបាសដាក់ផ្ទីអីយើងចូលត្មងទៅនិយាយពីថាស្លប្រហើរខ្ញុំថ្ងៃនេះគឺថាឆ្ងាញ់មែនតើបងប្អូនស្លបែបនេះគឺថាអត់ញ៉ាំបាយទេព្រោះនឹកឃើញថាចង់ញ៉ាំមែនតើគឺមិនបាច់ញ៉ាំបាយជាមួយទេគឺញ៉ាំស្លលេងត្មងទៅណាបងប្អូនហើយបន្ទាប់ពីឆ្អិនអីល្មមទៅនាងខ្ញុំដួសដាក់ចានអីអញ្ចឹងបងប្អូនចានឹកឃើញឃ្លានហ៎និយាយពីថាញ៉ាំទៅឆ្ងាញ់មែនតើណាបងប្អូនស្លប្រហើរមួយមុខនេះអាចសាកធ្វើតាមនេះខ្ញុំបាននិយាយពីថាធានាដឹងតែឆ្ងាញ់ហ្មងបងប្អូន
បន្ទាប់ពីនិយាយចុះនិយាយឡើងគឺថាស្លប្រហើរនេះខ្ញុំនេះគឺយើងដុសអញ្ចេះឯងបងប្អូនមកចេញពិសាជាមួយនឹងខ្ញុំទាំងអស់គ្នាណាញ៉ាំស្លប្រហើរមួយនឹងខ្ញុំនេះគឺថាទឹមតែជាពីផ្ដាសាយអញ្ចឹងចង់ញ៉ាំមកអត់ញ៉ាំបាយទេនេះគឺថាញ៉ាំស្លលេងហ្មងបងប្អូនមកតែតើនិយាយថាឈ្ងុយមែនទែនទៀតឈ្ងុយគ្រឿងឈ្ងុយខ្ជាយឈ្ងុយគល់ក្រៃយើងដាក់បន្លែវាអូយថាជាតិហ្មងមកទៅដល់ជាមួយថៃស្រែនឹងទៀតអូយជាតិហ្មងមកទាំងអូឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយពុកម៉ែបងប្អូន